ក្រុមតុករាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី15កើតខែអាសាឍឆ្នាំមមីពុទ្ធសករាជ2558ត្រូវនឹងថ្ងៃសុក្រទី11ខែកក្កដាឆ្នាំ2014នៅព្រឹកម៉ោងប្រមាណ7ព្រឹកព្រះរាជពិធីដង្ហែព្រះបរមត្ថៈព្រះករុណាព្រះបាទនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋតាំងពីព្រឹកព្រលឹមមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃបណ្ដាស្ថាប័នជាតិប្រមុខរាជរដ្ឋាភិបាលស្ថាប័នព្រឹទ្ធសភារដ្ឋសភាតុលាការកងកម្លាំងប្រដាប់អាវុធព្រះសង្ឃតាជីយាជីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនាំគ្នាដង្ហែឈរអមនៅមុខព្រះបរមរាជវាំងលំដាប់ដោយសម្លៀកបំពាក់សមរម្យទៅតាមឋានន្តរស័ក្តិនៃស្ថាប័នរៀងៗខ្លួនដៃកាន់ទៀនធូបផ្កាភ្ញីក្នុងដៃក្នុងទឹកមុខស្មឹងស្មាតឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋបាទថ្ងៃនេះគឺជាថ្ងៃដ៏អ្នកខត្តរិទ្ធដែលប្រជាពលរដ្ឋប្រជារាស្ត្រទូទាំងប្រទេសបានប្រារព្ធនៅពិធីដង្ហែព្រះបរមត្ថៈដើម្បីយាងព្រះបរមត្ថៈទៅដាក់នៅក្នុងចេតិយតែនេះគឺជាមោទនភាពរបស់ប្រជាពលរដ្ឋប្រជារាស្ត្រទូទាំងប្រទេសហើយក្នុងនាមជាអ្នកហាត់កីឡានិងក្នុងនាមជាអ្នកស្រឡាញ់នៅវិស័យកីឡានៅតែចងចាំជានិច្ចនៅស្នាប្រហោះរបស់ព្រះបរមរតនកោដ្ឋដែលជាព្រះបិតាកីឡាជាតិផងដែរនៅសម្រាប់បេះដូងនៃអ្នកកីឡានៅជំនាន់ក្រោយនេះហើយយើងឃើញថានៅសម័យសង្គមរាស្ត្រនិយមមិនថាវិស័យផ្សេងក៏ដូចជាវិស័យកីឡាមានការរីកចម្រើនហើយមានឧត្តមភាពលើឆាកជាតិនិងអន្តរជាតិនោះយ៉ាងខ្លាំងចឹងស្នាប្រហោះរបស់ព្រះអង្គពីមុនមកកូនចៅជំនាន់ក្រោយនេះនៅតែខិតខំបន្តហើយនឹងចងចាំជានិច្ចនៅស្នាប្រហោះដែលធ្វើឲ្យវិស័យកីឡារបស់យើងនឹងបានរីកចម្រើនបានមក5 6ថ្ងៃ7ថ្ងៃមកគេនេះចូលបានដល់ចូលក្នុងនោះទៀតណាចាចូលនៅគ្រប់បូជានោះទៀតណាគឺខ្ញុំសង្កេតឃើញថាមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់និងមហាជនគ្រប់ស្រទាប់វណ្ណៈចូលមកដើម្បីចូលរួមក្នុងការដង្ហែនេះហើយក៏មានការដឹងគុណនៅគុណូបការៈដ៏សែនធំរកអ្វីពិតទៅបាននេះសម្រាប់ថាដល់ប្រជាជនដល់ប្រជារាស្ត្ររបស់ព្រះអង្គទាំងមូលដែលមាននៅអនុស្សាវរីយ៍ជាច្រើនដែលកូនចៅជំនាន់ក្រោយមិនអាចបំភ្លេចបានបើនិយាយឲ្យចាំពីគណៈរដ្ឋមន្ត្រីប្រទេសកម្ពុជាយើងណាគាត់បានរៀបចំនៅកម្មវិធីដង្ហែប្រសពរបស់សម្ដេចក្រុងសម្ដេចសីហនុគឺថាបានល្អមែនទែនហើយទី1គឺថាមានពីសម័យមួយមកសម័យមួយគឺសម័យយើងនេះមានប្រជាជនដ៏ច្រើនកុះកចូលរួមនៅក្នុងការដង្ហែប្រកោតនៃសម្ដេចសីហនុអញ្ចឹងណាហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបមានចិត្តរំភើបរីករាយ
សម្ដេចគឺជាកលបុត្រនិងវីរក្សត្រដ៏ឆ្នើមឃើញថាកម្មវិធីសម្ដេចតេជោបានរៀបចំដង្ហែព្រះបរមអធិរបស់ព្រះករុណាជាអង្គម្ចាស់នេះបានអធិកអធមហើយល្អពេញចិត្តនឹងកលបុត្រខ្មែរចាហើយដូចជាឆ្នាំប្រហោះព្រះករុណាព្រះអង្គម្ចាស់ដែលលោកបានទៀមទាទឹកដីជូនឲ្យកូនចៅរស់នៅដោយមានក្តីសុខចាកូនចៅទាំងអស់គ្នាសូមថ្វាយព្រះពរជូនពរឲ្យសម្ដេចព្រះករុណាជាអង្គម្ចាស់ដែលបានលាចាកលោកទៅសូមឲ្យព្រះអង្គម្ចាស់ទៅកាន់សុគតិភពឋានសួគ៌និព្វានចាហើយសូមឲ្យព្រះអង្គបែរភក្ត្រងាកក្រោយមកមើលកូនចៅទាំងអស់គ្នាហើយឲ្យកូនចៅទាំងអស់គ្នាបានសេចក្តីសុខកុំឲ្យមានឆ្លោះទាស់គ្នាអីឲ្យសុខទាំងអស់គ្នាចានៅចំពីមុខខ្លោងទ្វារជ័យព្រះសង្ឃចំនួន90អង្គក្នុងនោះព្រះសង្ឃនៃគណៈធម្មយុត្តនិកនិកាយ45អង្គព្រះសង្ឃនៃគណៈមហានិកាយ45អង្គសូត្រធម៌ឧទ្ទិសបួងសួងថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋមុននឹងយាងដល់ព្រះទីន័ងបុស្សបុករូបរាជកសីត្រង់ផែនទី4រំលេចដោយផ្កាភ្ញីល្អឯកលុះម៉ោងប្រមាណ 7:30 នាទីព្រឹកក្បួនដង្ហែព្រះបរមអធិបានដង្ហែចេញពីព្រះបរមរាជវាំងតាមខ្លោងទ្វារជ័យព្រះរាជពិធីដង្ហែព្រះបរមអធិយាងអមដោយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមេដាជាតិខ្មែរសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រះញាតិវង្សានុវង្សនាំមុខដោយសម្ដេចអគ្គសង្ឃរាជទាំងពីរគណៈបន្ទាប់ពីព្រះបរមអធិយាងដល់ទីន័ងបុស្សបុកក្បួនដង្ហែក៏ចាប់ផ្ដើមចេញដំណើរទៅតាមការគ្រោងទុកគួរបញ្ជាក់ថានៅក្នុងព្រះរាជពិធីដង្ហែព្រះបរមអធិព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋមាន4ផែនផែនទី1ជាផែនជ័យបង្ហាញពីសក្តានុពលនៃកងកម្លាំងទ័ពនិងយុវជនផែននេះយើងឃើញមានវង់ភ្លេងកងខេមរៈភូមិន្ទកំពុងបន្លឺសំឡេងយ៉ាងកងរំពងមានទង់ជាតិធំមួយនិងអ្នកកាន់រូបមានទង់ជាតិ9មានទង់សាសនាចំនួន9មានទង់ព្រះមហាក្សត្រចំនួន9មានតម្រួតកាន់រំពាត់ឯកអមទង់ជាតិធំឆ្វេងមួយស្ដាំមួយមានវង់ភ្លេងកងខេមរៈភូមិន្ទប្រគំជូនយ៉ាងកងរំពងមេបញ្ជាការជាសារវ័នត្រួតអមឆ្វេងមួយស្ដាំមួយយោធាកងទ័ពជើងគោក45រូបមេបញ្ជាការជាសារវ័នត្រួតអមឆ្វេងមួយស្ដាំមួយយោធាកងទ័ពជើងទឹក45រូបមេបញ្ជាការជាសារវ័នត្រួតអមឆ្វេងមួយស្ដាំមួយយោធាកងទ័ពអាកាស45រូបមេបញ្ជាការជាសារវ័នត្រួតអមឆ្វេងមួយស្ដាំមួយកងរាជអាវុធហត្ថ45រូបមេបញ្ជាការជាសារវ័នត្រួតអមឆ្វេងមួយស្ដាំមួយនគរបាល45រូបមេបញ្ជាការជាសារវ័នត្រួតអមឆ្វេងមួយស្ដាំមួយយុវជនកាយរិក18រូបយុវនារីកាយរិក18រូបយុវជនកក្បាតក្រហម18រូបនិងយុវនារីកក្បាតក្រហម18រូបអ្នកកាន់ទង់ខ្មែរកាន់ទង់ហង្សនិងអ្នកកាន់ទង់នាគសរុបនៅក្នុងផែនទី1នេះមានមនុស្សចំនួន492នាក់ផែនទី2ជាផែនមន្ត្រីរាជការតុលាការស្ថាប័ននីតិបញ្ញត្តិនិងព្រះពុទ្ធសាសនាក្នុងផែននេះយើងសង្កេតឃើញមានភ្លេងពិណពាទ្យវងធំ2វងសារវ័នត្រួត2រូបព្រះទីន័ងតម្កល់ព្រះបរមឆាយាល័ក្ខណ៍រថយន្តតម្កល់ព្រះពុទ្ធរូបសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភា90រូបសរុបនៅក្នុងផែនទី2នេះមានមនុស្សចំនួន308នាក់ផែនទី3នេះជាផែនមន្ត្រីរាជការនិងសាសនាព្រាហ្មណ៍ផ
ផែននេះមានភ្លេងឆៃយ៉ាំមួយវងមានរថយន្តដង្កល់ប្រត្រៃ3ដក់បាំងពីលើប្រត្រៃ3ដក់ខ្លោះពណ៌លឿងមួយគ្រឿងមានបាគូក្រវីពីងពីងឆ្វេង4រូបស្ដាំ4រូបមានបាគូថ្វាយសឹងឆ្វេង4រូបស្ដាំ4រូបអ្នកកាន់ផ្លិតបៃម៉ន់36រូបអ្នកកាន់តាត36រូបសរុបនៅក្នុងផែនទី3នេះមានមនុស្សចំនួន289នាក់ផែនទី4គឺជាផែនដែលសំខាន់ជាងគេព្រោះជាផែនព្រះទីន័ងតម្កល់ព្រះបរមអធិផែននេះមានភ្លេងខ្លងធ្នោមួយវងសារវ័នត្រួតឆ្វេងស្ដាំ4រូបទីនាងសម្រាប់សម្ដេចព្រះសង្ឃរាជនាយទាហានកាន់ទង់ព្រះមហាក្សត្រមួយរូបនាយទាហានកាន់ទង់ព្រះមហាក្សត្រមួយរូបអមដោយនាយទាហានកាន់ខ្សែពួរ9រូបព្រះទីនាងបោះសបុកតម្កល់ព្រះបរមអធិមួយគ្រឿងអ្នកថ្វាយវិជ្ជនីឆ្វេងស្ដាំ2រូបអ្នកបាំងសែងឆ្វេងស្ដាំ2រូបអ្នកបាំងសូ1រូបទេវតាកាន់ផ្កាឈូកអមព្រះទីនាងបោះសបុក16រូបអាចារ្យធំ1រូបស្នំជំរឿនអមឆ្វេងស្ដាំ4រូបអ្នកកាន់អភិរម36រូបអ្នកកាន់ផ្លិតផ្កាមាស9រូបផ្លិតផ្កាប្រាក់9រូបព្រះទីនាងសម្រាប់ព្រះសង្ឃសូត្រមាតិកាព្រះទីនាងសម្រាប់ព្រះរាជវង្សានុវង្សមានប្រជជនច្រើនជាងគេនិងមានព្រះរាជវង្សានុវង្សក្សត្រាយាងហែចំនួន50ព្រះអង្គសរុបនៅក្នុងផែនទី4នេះមានមនុស្សចំនួន936រូបដែលសរុបទាំង4ផែនគឺមានមនុស្សសរុបដង្ហែព្រះបរមអធិចំនួន2025នាក់